ngày nè chuột mùi mại dây bao nhóm thăm mà đá nơi mai với cái hơi lục dây lục ta vậy tại nhom hơi mại dây thế hơi dây hơi ta tại không nhom hai mại dây tờ lọp hai mại dây bờ mà ống hai mà ông bà ông trên tờ lọp không có sai nhóm hai chân hay ngày nè đời xa tại chia ca và rụp nơi tiểu viên sân điចាដើម្បីអបអរស្ត្រីភាពនៅប្រទេសកម្ពុជាចឹងអត់មានឱកាសហ្នឹងឯងលើកទី1មកសូមមកយាយសម្ភារហើយដំបូងគាត់និយាយថាអត់ព្រមទេប៉ុន្តែថ្ងៃនេះគាត់ព្រមអញ្ចឹងបខំគាត់ផងអីផងចង់ដឹងពីជីវប្រវត្តិមកយាយពីមុនមកកាលនៅពីក្មេងក៏អត់ដែរបានសួរមកយាយដែរថាពីមុនមកយាយអីគេធ្វើអីគេចូលចិត្តអីគេអញ្ចឹងណាអញ្ចឹងថ្ងៃហ្នឹងចាំមើលជួបមកយាយហើយចាំសុំសួរមកយាយទាំងអស់គ្នាសំណួរទី1ណាសួរថាម៉ាក់យាយឈ្មោះពេញឈ្មោះអីគេឈ្មោះអ៊ុចឆេងមៀតអ៊ុចឆេងមៀតចាហើយចុះម៉ាក់យាយស្រុកកំណើតនៅណាស្រុកកំណើតនៅខេត្តកោះចេះទេក្នុងកន្លែងសាក់នៅបច្ចុប្បន្នទេម៉ាក់យាយតែស្រុកកំណើតម៉ាក់យាយកើតមកស្រុកកំណើតកើតហ្នឹងកើតនៅនោះតែថាកើតនៅភ្នំពេញទេយើងការឲ្យបានមកនៅភ្នំពេញទេអញ្ចឹងអញ្ចឹងនៅស្រុកកំណើតនៅនោះទេហើយដល់ពេលការឲ្យមកនៅភ្នំពេញហ្នឹងនៅណាពេញនៅខាងពោយតុងពោយចន្ទងអូនៅម្ដុំហ្នឹងដែរហ្នឹងម៉ាក់យាយចាហើយចុះចង់ដឹងថាឥឡូវម៉ាក់យាយមានអាយុប៉ុន្មានហើយឥឡូវម៉ាក់យាយអាយុ81ឆ្នាំ81ឆ្នាំថ្មីហើយចុះកាលនៅពីក្មេងមិនដែរសម្រាប់ម៉ាក់យាយការជំនាន់មុនកាលពីនៅពីក្មេងមើលម៉ាក់យាយនៅមកពីរត់វិញចាគេឲ្យម៉ាក់យាយធ្វើគ្រូពង្រៀនម៉ាក់យាយពង្រៀនបាន2-10ឆ្នាំ2-10ឆ្នាំ3-10ឆ្នាំហើយបរិញ្ញាបត្រទីប៉ុន្មានដល់ទីបរិញ្ញាបត្រទី3ទី2ទី3ទី2ទី3 3-10ឆ្នាំហើយកុះពេលម៉ាក់យាយនៅពីក្មេងជាកុមារីឬក៏វ័យជំទង់ម៉ាក់យាយមិនដែរពីជំនាន់មុនម៉ាក់យាយជាក្មេងស្រីបែបមិនដែរមានធម្មតាឆ្នះឬក៏ slow ឬក៏កាចឬក៏ឆ្លាតឬក៏កាចខ្លះកាចអញ្ចឹងខ្ញុំកាចកាត់តាមម៉ាក់យាយចឹងមិនម៉ាក់កាចដែរទៅកាត់តាមម៉ាក់យាយសោះអូចាំម៉ាក់យាយដើរវាយប្រឲ្យពួកណាឆ្លើយអត់ទេណាអត់តែខ្ញុំវាយម៉ាក់យាយ slow ជាងខ្ញុំអញ្ចឹងអូខេចុះម៉ាក់យាយគិតថាពេលម៉ាក់យាយនៅក្មេងជាងហ្នឹងម៉ាក់យាយគិតស្អាតអត់គិតថាខ្លួនឯងស្អាតអត់កាលនៅក្មេងអត់គិតគេចេះសរសើរថាម៉ាក់យាយស្អាតគេសរសើរថាម៉េចខ្លះម៉ាក់យាយស្អាតគេសរសើរថាម៉េចអត់សក់អីចឹងណាគេថាស្អាតណាអត់សក់ត្រង់អត់សក់រួញហើយគេថាស្អាតណាស់គេថាស្អាតមិនបែបមិនស្អាតបែបដូចណាគេរបៀបយើងអ្នកនៅធម្មតាមិនមែនអ្នកមានអ្នកក្រអីចឹងណាចាគេថាស្អាតណាស់គេថតឲ្យម៉ាក់យាយគោកអូអញ្ចឹងចាំថ្ងៃណាទៅស្វាយជាទៅមើលរូបថតម៉ាក់យាយពីក្មេងហើយយកដល់ពេលខ្ញុំដាក់ឃើញរូបថតម៉ាក់យាយពីក្មេងថតឃើញមានមួយកង់ឥឡូវទៅមើលចាថតតែជាមួយកង់តែដាក់ឃើញម៉ាក់យាយពីក្មេងហើយចុះពេលគេទៅស្អាតចឹងប្រហោះតាមស្រឡាញ់ច្រើនអត់កាលនឹងគេតាមច្រើនដែរប៉ុន្តែនិយាយអត់ឆ្លាញ់គេអញ្ចឹងអូប្រហែល100នាក់100នាក់មិនដល់100នាក់ទេគេថាសិស្សរៀនជាមួយគ្នាប្រុសអញ្ចឹងណាចាហើយអ្នកធ្វើការគេតាមញ៉ែយើងអញ្ចឹងណាប៉ុន្តែនិយាយអត់ចូលចិត្តទេណាអូហើយចុះមិនបានកង់ធ្វើមិនបានចូលចិត្តកង់ជាងគេកង់មកធ្វើដេញធាននៅខាងអាកាសចរហ្នឹងហើយទៅខាងប្រហោះហ្នឹងហើយមិនបានស្គាល់កង់កាលនោះយើងនៅផ្ទះជាមួយគ្នាកងជួលផ្ទះនៅនោះម៉ាក់យាយជួលផ្ទះនៅនោះដែរម៉ាក់យាយនៅជាមួយយាយទូចណាចានៅជាមួយគ្នាយាយទូចឈ្មោះអីគេឈ្មោះយាយទូចដែរយាយទូចម៉ាក់យាយឈ្មោះមៀតពេលយាយឈ្មោះទូចហើយចុះកង់តាមញ៉ែច្រើនទេបើតម្រាំបានជួយម៉ាក់យាយមានអីទេអត់ទេតើគេមកធ្វើការនៅពោយតុងហ្នឹងគេយកធ្វើទាហានខាងអាកាសចរហ្នឹងចាហ្នឹងយើងរៀបការទៅបានមកនៅវិញនឹងអស់គ្នាទៅអូចាអញ្ចឹងចង់ដឹងថាម៉ាក់យាយមានកូនប៉ុន្មានអ្នកទាំងអស់ម៉ាក់យាយកូន6នាក់ស្រីប៉ុន្មានផងប៉ុន្មានស្រី2ប្រុស4ស្រី2ប្រុស4ចាស្រីធ្វើការទាំងអស់អត់តែមួយទេពីណាគេអត់ធ្វើការពូលុចដេញបួសនោះគាត់រស់ស៊ីគាត់ធ្វើការគាត់រស់ស៊ីអូខេពេលមានកូន6នាក់អញ្ចឹងពិបាកចាំអត់ម៉េចពិបាកដែរពិបាកអីគេជាងគេមើលមកយាយមកនៅភ្នំពេញ4នាក់ចាដល់គេជំនះយើងដែលគេម្ដោះស្រុកខ្មែរយើងបានណាចាទៅកើតអីស្រុកស្រែនោះ2នាក់កើតស្វាយកើតស្វាយជាស្រុកម៉ែចុងពីណាគេខ្លះកើតស្វាយជាមើលទីឡាមួយប្អូនឡាមួយលោកពូ
លោកពូហើយនៅពូឡា ពូនឹងកើតចំណងពតចិត្តយើងចិត្តបានទៅវិញហើយ ចាកើតក្នុងពេលពតហ្មង កើត3ខែគេជំរាបយើងទៅយើងមិនដោះបាន ចាមិនដោះបានចុះចង់ដឹងថាម៉ាក់យាយមានដឹងថាហងៃហ្នឹងបើបានដឹងរាប់ចំនួនសរុបរបស់ចៅអត់តែចៅសុតណាមិនចៅទួតទេណាចៅសុតមានប៉ុន្មានអ្នកដឹងអត់ ចៅសុតហងៃហ៎ ចាដែររាប់អត់ មើលប្រហែល10នាក់ឯនេះ អត់រាប់ឡើងចេញច្រើនពេកមើលសារាប់ធួៗមើល មើលណា មើលកូនរបស់ម៉ាក់អ៊ំមាន3នាក់ 3នាក់ ហ្នឹងម៉ាក់3នាក់ដែរ ម៉ាក់3នាក់ដែរ 6ចុះពីណាទៀត ពូឡា3 ពូ ទៀត ឡា3ទៀត9ចុះ3លោកពូ លោកពូ3ទៀត 12 ហើយពូភ័ក្ប៉លីសហ្នឹង4 4ទៀត16ប៉ុណ្ណឹងហ៎ 16 16អូយចៅ16នាក់ 16ចៅទួត6នាក់អស់ ចៅទួត6នាក់ខ្ញុំរាប់អត់ចេញដឹងពីណាគេខ្លះថ្ងៃនេះ ពួកបូណាហ្នឹងទីវា ចាអញ្ចឹងចៅទួត6ចៅ16អូច្រើនណាស់ម៉េចយាយច្រើនមែនតើហើយដល់ពេលចៅច្រើនអញ្ចឹងមានអារម្មណ៍មិនដែរម៉េចយាយ មានអារម្មណ៍ថាល្អមានកៅអីស្រឡាញ់ទាំងអស់ ស្រឡាញ់ទាំងអស់ខ្ញុំថាម៉ាក់យាយស្រឡាញ់ចៅទួតស្មើ ស្រឡាញ់ចៅទាំងអស់ ចាស្រឡាញ់ស្មើគ្នា ចៅបកាចៅទួតស្រឡាញ់ទាំងអស់ដូចគ្នាទាំងអស់ អញ្ចឹងប៉ុន្តែចុះឥឡូវខ្ញុំអត់ប្រាប់ណាគេម៉ាក់យាយប្រាប់ខ្ញុំមើលថាណាគេដែលម៉ាក់យាយស្រឡាញ់ជាងគេ ស្រឡាញ់គេហ៎ អត់អីយើងខ្សឹប ស្រឡាញ់ពីណាជាងគេស្រឡាញ់ដូច អត់ជឿស្រឡាញ់ពីណាជាងគេអត់ចំណែនទេ អត់ដឹងថាពីណាស្រឡាញ់ជាងគេផង អត់មែន ថ្ងៃអត់ទេ មែនឥឡូវនិយាយថាចៅបានមិនដល់ចៅទួតទេក្នុងចំណោមចៅទាំងអស់ស្រឡាញ់ណាគេជាងគេ ដែលម៉ែនឹកជាងគេសួរជាងគេគឺចៅឯងហ្នឹងណា ហ្នឹងហ៎ សួរសុខទុក្ខ ពួកអត់សូវបានជួបជាងគេ អត់សូវជួប ចាដើរលេងច្រើនពេកអត់យាយ អត់សូវទួមកយាយច្រើនទៅសួរតាមម៉ាក់ ហឹម មិនដែរអីចឹងសួរសោកគ្រប់ទាំងអស់ អញ្ចឹងខ្ញុំចៅសំណប់យ៉ាខ្ញុំចៅសំណប់ខ្ញុំដឹងខ្លួនចៅហើយចៅទួតស្រឡាញ់ណាគេ ចៅទួតហ៎ចៅទួត6នាក់ ស្រឡាញ់ណាគេ ចៅទួតហ្នឹងមើលកូនតិវាបូណាកូនតិវាស្និទ្ធស្នាលជាងគេ ទស្សនាជាងគេញ៉ាខ្ញុំស្និទ្ធជាមួយក្មួយខាងគាត់ទិវាជាងគេក្រៅពីហ្នឹងឆ្ងាយ ប្រពន្ធតិវាស្និទ្ធស្នាលជាមួយម៉ែចា ចាគាត់ មកយាយណា គាត់ចិត្តល្អ ឲ្យទេចោះណា ទិញកាបូបទិញកៅអៅឲ្យសួរនាំរហូតយកអាសាអូខេញ៉ាហ្នឹងឯងយល់អូខេ ចិត្តណា ហើយសំណួរមួយទៀតចង់ដឹងថាអ្វីទៅដែលធ្វើឲ្យម៉ាក់យាយសប្បាយចិត្តជាងគេបំផុតពេលជួបចៅអ្វីទៅ មានតែចៅចិត្តបាន មិនបាច់ថាឲ្យលុយឲ្យកាក់ទេឲ្យតែហៅមកយាយទៅមកយាយស្រឡាញ់ទាំងអស់ ចា អត់មានថាស្អប់អ្នកនេះអ្នកនោះអីគ្មានទេអត់តែចៅ ហ្នឹង គាត់គេនិយាយថាកូននេះខូចកូននោះខូចមកយាយអត់មានថាគេទេមកយាយនឹងចៅខ្លួនយើងហ្មងអញ្ចឹងណា ចា ស្រឡាញ់ស្មើគ្នាទាំងអស់ ហើយម៉ាក់យាយដឹងថាចៅភិកច្រើនស្រឡាញ់ម៉ាក់យាយជាងក៏កងជាង ដឹងទេហងៃហ្នឹងជួនកាលកូនខ្លះគេស្រឡាញ់កងគេ អញ្ចឹងហ៎តែនិយាយរឿងចៅ ចៅណា ខ្ញុំគិតថាចៅទៅអត់ស្រឡាញ់ម៉ាក់យាយជាង ដឹងទេចៅខ្លះគេស្រឡាញ់ប៉ុន្តែកូនគេស្រឡាញ់ឪពុកគេជាង ហ្នឹងហើយប៉ុន្តែខ្ញុំគិតថាចៅស្រឡាញ់ម៉ាក់យាយចង់ថាជាងកងយ៉ា ព្រោះថាដល់ពេលទួយមិនមានម៉ាក់យាយបង្ហើគេ ហ្នឹងហើយ បង្ហើចៅណា ហ្នឹងហើយពេលច្រើនចៅមកនៅមួយម៉ាក់យាយទាំងអស់ហ្នឹងយ៉ាបាននៅមួយម៉ាក់យាយ ពួកនេះពួកកញ្ញាហ្នឹងប្រហែលអ្នកហ្នឹងម៉ាក់យាយចាំទាំងអស់ ហ្នឹងហើយខ្ញុំគិតថាមូលហេតុដែលចៅស្រឡាញ់ម៉ាក់យាយច្រើនជាងកងសារម៉ាក់យាយអាសាឲ្យលុយចៅជាងកងកងអត់សូវឲ្យកងកំរិះ មកយាយគាត់បូណាទីវាកញ្ញាមកយាយគាត់ម្នាក់5លាន4លានហើយនៅអាហ្នឹងលុយប៉ុន្តែនៅទិញកាដូឲ្យទៀតទិញមាសឲ្យរហូតហ្នឹងហើយ ទាំងអស់គ្នា ហើយបើមិនស្រឡាញ់ម៉ាក់យាយទៅចម្លែក បូណាប្រពន្ធបូណា 3G ប្រពន្ធទីវា 3G ចា ចៅឯងបាន1G ទេ ខ្ញុំស្មានម៉ាក់យាយស្រឡាញ់ខ្ញុំជាងគេ ហើយមួយនឹង 3G បងអូននេះណាគេដឹងម៉ាក់យាយដឹងថាចៅឯងបានពេចបានអី បន្តទៀតចង់ដឹងថាអ្វីទៅដែលធ្វើឲ្យម៉ាក់យាយមានមោទនភាពជាងគេក្នុងជីវិតហ្នឹងអីក៏បានដែរតែធ្វើឲ្យមានអារម្មណ៍ថាមានមោទនភាព តែម៉ាក់យាយគឺដល់ថ្ងៃនេះអញ្ចឹងណាធ្វើម៉េចថាយើងស្រួលចិត្តស្រួលខ្លួនសុខកាយសប្បាយចិត្តដោយសារកូនគេគិតយើងអញ្ចឹងណាគេមិនគិតគឺយើងគិតថាកូនយើងនៅជួបជុំគ្នាអីចឹងម៉ាក់យាយគិតអញ្ចឹងអត់មានថាឌីលពីណាចេះចោលគ្មានទេគិតអញ្ចឹងទាំងអស់គ្នា អ
ចឹងមានវឌ្ឍនភាពថាចំកូនមកកូនដឹកសោះសួរគ្នាហើយមក នឹងហើយ រក ហើយកូនភាសាខ្លះគេមិនសូវគិតយើងទេ ចា ប៉ុន្តែមកនិយាយថាគិតថាកូនភាសាគូភាសាអញ្ចឹងណា ចាចា ប៉ុន្តែអញ្ចឹងហើយ តាម៉ាក់យាយចំកូនមកបើល្អជំទាត់ល្អមានសុខភាពល្អណាអូខេហើយចុះចង់ដឹងថាក្នុងជីវិតហ្នឹងអ្វីទៅដែលម៉ាក់យាយមានអារម្មណ៍ថាសោកស្ដាយជាងគេបំផុត ថ្ងៃនេះ ចាអីក៏បាន អត់មានសោកស្ដាយអីទាំងអ អ ស់ ត់មានទាំងអស់ ចាអត់មានស្ដាយអីទេលុយកាក់មាសប្រាក់អីក៏អត់មានស្ដាយមានអីដែរមើលចៅស្រីទាំងអស់ម៉ាក់យាយធ្វើកវលគ្រប់គ្នាម្នាក់មកហ៊ុនខ្លះពីរហ៊ុនអីចឹងគ្រប់គ្នាចៅបកាចៅទួតធ្វើអីទាំងអស់ ស្មើគ្នាអត់មានស្ដាយអីទាំងអស់ ទេមានស្ដាយអីទេ ចាហើយចុះគិតថាម៉ាក់យាយហងៃហ្នឹងមើលមកឥឡូវមានចៅស្រីច្រើនដែរមានកូនស្រី2នាក់ឥឡូវយើងចៅចង់ដឹងថាចង់ជាពិសេសថាសួរខ្ញុំផ្ទាល់ចង់ម៉ាក់យាយចង់ឃើញខ្ញុំខ្លាចទៅជាមនុស្សស្រីមិននៅពេលអនាគតពេលកាន់តែអាយុច្រើនទៅចង់ឃើញខ្ញុំជាមនុស្សស្រីមិន ទេម៉ាក់យាយគិតចេះម៉ាក់យាយអាសាយាយមួយម៉ាក់ណាម៉ាក់យាយដឹងថាឆ្នាំរបស់ចៅឆ្នាំហ្នឹងគឺថាមិនល្អអាក្រក់ល្អយកគិតទៅប៉ុន្តែគាត់ដឹងថាអនាគតទៅកូនគឺល្អទាំងអស់កូនគឺអាចចៅគឺល្អរហូត ចា អត់មានកពុបអីទាំងអស់ ចា ម៉ាក់យាយគិតអញ្ចឹងណា ចា ដឹងថាចៅល្អ ចា ឡើងលើខ្ពស់អត់មានចុះទៅខំដូចគេទេ អត់ដូចគេទេអញ្ចឹងធ្វើម៉េចឲ្យតែចៅបានល្អទៅមុខ ហើយ គិតជាមិនក៏បានដែរ ហើយ ចា ម៉ាក់យាយគិតចឹងម៉ាក់យាយអត់គិតថាចៅនឹងយូរទៅយ៉ាងម៉េចអាម៉ាក់យាយអត់គិតអញ្ចឹងទេ ចា គិតថាអនាគតទៅចៅដឹងតែល្អទាំងអស់ ចា ព្រោះចំណេះចេះចំណេះវិជ្ជាច្រើនស្អីក៏ចេះច្រើនទាំងអស់ ចា ម៉ាក់យាយគិតអញ្ចឹងណា ចាចា អត់មានវងអីដូចគេទេម៉ាក់យាយគិតអញ្ចឹងហងៃហ្នឹង អូខេខ្ញុំគិតចឹងដែរខ្ញុំគិតថាដោយសារម៉ាក់យាយគិតល្អអញ្ចឹងទៅវាចេះតែឲ្យមានល្អកាត់ឡើងដូចគិតចឹងណាចុះនៅពេលដែលម៉ាក់យាយមើលមកខ្ញុំណាព្រោះម៉ាក់យាយតាមដានឃើញខ្ញុំធ្វើអីក្នុងជីវិតរាល់ថ្ងៃហ្នឹងអញ្ចឹងម៉ាក់យាយគិតថាម៉ាក់យាយមានឃើញផ្នែកណាមួយនៃខ្ញុំដែលម៉ាក់យាយមានដែរអត់មានអីដែលស្តៀងម៉ាក់យាយអត់នៅក្នុងអ្វីដែលខ្ញុំមានអត់ណាចិត្តអត់ខុសគ្នាដាច់ហ្មង ម៉ាក់យាយគិតថាចេះម៉ាក់យាយពីក្មេងកាចឆ្នះដែរ ចា ប៉ុន្តែឥឡូវបានចៅនឹងទៅវាប្រហែលគ្នាពីក្មេងដែរអញ្ចឹងណា ចា ប៉ុន្តែអត់មានការរឿងហើយអីទេគាត់ថាយើងកើតមកកាចឆ្នះពីក្មេង ចា ដល់ចាស់យើងទៅយើងធម្មតា ហ្នឹងហើយ វាល្អទៅវិញ ចាអញ្ចឹងឃើញថាខ្ញុំកាត់ឆ្នះគេឃើញដូចមានដែរដូចគ្នាកាត់តាមម៉ាក់យាយដែរខ្ញុំចូលចិត្តអញ្ចឹង ម៉ាក់យាយពីក្មេងអូយកាចឆ្នះ ចា មិននឹងអង្គុយថាំទឹកគេហៅខលអត់ខលនឹងអង្គុយថាំទឹករហូត មិនចា អញ្ចឹង អង្គុយត្រាំទឹក គេថាកាចឆ្នះ អូគេពេលកាត់ឆ្នះពីក្មេងគេឲ្យត្រាំទឹកពេលកាត់ឆ្នះឬក៏ម៉ាក់យាយចូលចិត្ត ចូលចិត្តលុយអង្គុយថាំទឹក ពីណាប្រាប់អីក៏ស្ដាប់ដែរ ទេ អូខេដូចខ្ញុំដែរបាទដឹងចុះនៅពេលឥឡូវម៉ាក់យាយមានសារអីមួយដើម្បីប្រាប់ទៅកាន់ចៅស្រីទាំងអស់មិនថាជាចៅបកើឬក៏ចៅទួតទេមានសារអីដែលចង់ឲ្យពួកគាត់ដឹង ម៉ាក់យាយអត់ដែរនិយាយទេខ្លាចដូចថាចៅមិនទាន់ចេះនិយាយចេះអីណា ចាប៉ុន្តែនិយាយផ្ដាំ អរថ្ងៃដែលចៅនៅចិត្តនោះម៉ាក់យាយស្រឡាញ់ទាំងអស់ដូចគ្នាកំសត់កំរអីចឹងណាខំរៀនបដៅចៅឲ្យលុយអីកាអញ្ចឹងណា ចា ឲ្យចៅខំរៀនទៅឲ្យឡើងថ្នាក់យ៉ាងម៉េចធំធ្វើអីអញ្ចឹងណា ចា ចៅដែលនៅនោះណា ចា ចៅស្រីចៅប្រុសអីចឹង ចា បដៅចប់គ្រប់អញ្ចឹង ចាឲ្យបង្រៀនឲ្យមានអនាគតល្អស្មើគ្នាអូខេ អត់មានដែរបន្ទោសដែរអីទេ បន្ទោសហេ ទេ ចាឲ្យតែសុបាយសុខភាពល្អចាហើយចុះអ្វីទៅដែលរងថ្ងៃធ្វើឲ្យសម្រាប់យើងសុបាយចិត្តជាងគេ ថ្ងៃនេះសុបាយចិត្តគេតយាយមកយាយសួរខ្លួន ចា សួរខ្លួនដូចថាអត់កើតទុកកើតអីអញ្ចឹងណា ចា មកយាយមានគិតឃើញស្អីទេដឹងថាអនាគតទៅយើងមិនក៏ដោយគឺយើងចាស់ហើយកូនចៅយើងធំហើយចៅយើងក៏ធំចៅទួតក៏ធំគេដឹងយើងទាំងអស់គ្នាអញ្ចឹងណា ចា មកយាយធ្វើល្អជាមួយគេទេយើងអត់មានគិតហ្នឹងអញឈឺប៉ុណ្ណឹងមានកូនចៅនៅមើលអត់មានគិតអញ្ចឹងទេ ចា ធម្មតា ចា យើងគិតតែយើងមានចៅហើយកូនភាសាហើយចៅភាសាអីចឹងណា ចា អត់មានគិតអីច្រើនអាក្រក់អីទេ បាយ យើងចាស់ហើយព្រោះយើងសុំសិលជាង30ឆ្នាំ ចាមកអីកាន់សើបាន កាន់សិល8 38
30 ឆ្នាំហើយ ឆ្នាំចុះបើថ្ងៃណាមួយខ្ញុំចង់ឧទាហរណ៍ថ្ងៃណាមួយខ្ញុំមានកូនអញ្ចឹងត្រូវចៅទួតម៉ាក់យាយអញ្ចឹងបើសិនជាខ្ញុំបង្ហាញវីដេអូហ្នឹងឲ្យចៅទួតម៉ាក់យាយដែលជាកូនខ្ញុំអនាគតហ្នឹងឲ្យឃើញតាមម៉ាក់យាយចង់ឲ្យចៅទួតហ្នឹងដឹងអីគេពីម៉ាក់យាយស្គាល់ថាម៉ាក់យាយជាមនុស្សម៉េច ឲ្យស្គាល់ថាព្រោះតែចៅនៅក្មេងមិនដឹងថាយើងល្អអាក្រក់ទេប៉ុន្តែគាត់យើងដឹងថាយើងមានចិត្តស្រឡាញ់ចៅទួត ចា ធ្វើចិត្តល្អជាមួយចៅទួតនិយាយល្អមួយចៅទួតណាចៅទួតអត់ដឹងមែនតើធំមែនតើឲ្យវាដឹង ចា ហើយយើងយ៉ាងម៉េចអីចឹងណា ហ្នឹងហើយ ម៉ែនិយាយថាឲ្យចៅបកកើតចៅទួតនៅតែស្រឡាញ់ ហ្នឹងហើយ ស្រឡាញ់ដូចកូនមក ចា ស្រឡាញ់ទាំងអស់ អូខេយាយការរៀបការមើលកង់ប្រហែលឆ្នាំហើយ មើល60ឆ្នាំហើយ 60ឆ្នាំហ្នឹងណា60ឆ្នាំ កុំស្រីអាយុ60ឆ្នាំហើយ អូអញ្ចឹងអត់ដឹងមកអ៊ំនៅក្មេងអត់ដឹងអាយុ60ទេណា 60ហើយ អូអាយុច្រើនណាស់តែនៅក្មេង ហ្នឹង ចុះចង់ដឹងថាអីទៅដែលជាដែលធ្វើឲ្យម៉ាក់យាយរៀបការមើលកង់បានយូរដល់ទៅ60ឆ្នាំ យើងអត់មានកាត់អីទេដូចថាមានដំណោះតោះតែងអីក៏យើងនៅតែប្តីប្រពន្ធ ចា យើងមានស្អីក៏ដល់ក៏យើងនៅតែប្តីប្រពន្ធឲ្យមិនគេថាយាយឆ្លាញ់គ្នាយើងបែកគ្នាអត់មានគិតអញ្ចឹង អត់ ទេ ក៏ចឹងទេ ព្រោះយើងបានគ្នាតាំងពីនៅក្មេង ចា តាំងពីនៅធ្វើការលោតអត់ធ្វើការអីចឹងណា ចាឆ្លងកាត់ពពតមួយគ្នា ឆ្លងកាត់ជាមួយគ្នាកើតទុកសោកអីដូចគ្នាទាំងអស់យើងធ្លាប់ពិបាកអីបាក់ជាមួយគ្នាអញ្ចឹងសនុកមួយគ្នាអញ្ចឹងណា ចាហើយចុះម៉ាក់យាយតាំងពីក្មេងមកខ្លាចអីជាងគេ អាយុពីក្មេងហ៎ តើរហូតដល់ឥឡូវ មានខ្លាចស្អីទេ អាខ្លាចខ្មោចហ៎ អត់ទេអត់ខ្លាចទាំងអស់ ខ្ញុំខ្លាចខ្មោច អត់ទេខ្មោចអត់ចេះខ្លាចទាំងអស់អង្កាលឯងតាគាត់ខូចទៅអញ្ចឹងណាឪពុករបស់យាយណាគាត់ខូចទៅគេរត់ចេញអស់លីងទាំងយាយទាំងបងអីគេចេញអស់នៅមកយាយម្នាក់ឯងក្នុងផ្ទះនឹងអង្គុយរៀនអត់ចេះខ្លាចខ្មោចទេ អត់ខ្លាច លោទៅសប្ងៃនោះ ចាតែអត់ដែរខ្មោចឡងទេណា អ ម៉ា ត់ ក់ ទេដែរទេ ខ្ញុំខ្លាចម៉ាក់ប្រឡាចខ្ញុំពេកមិនដឹងម៉ាក់ចេះខ្លាចខ្មោចមកពីណាមកប្រឡាចខ្ញុំដែរ អូ ម៉ាក់យាយដែរប្រឡាចម៉ាក់ណាហ៎ ទេ ហេម៉ាក់ខ្ញុំម៉ាក់មិនចឹង ដឹងអីមកពីឆ្នាំចឹង អូខេ មកនិយាយចេះខ្លាចខ្មោចខ្លាចទេ ចា ឥឡូវអញ្ចឹងដែរសອບតែឆ្កែឆ្មាជូកមន់ទីអត់ចូលចិត្តទាំងអស់សត្វអីក៏ចូលចិត្ត ខ្ញុំជួយចិត្តសត្វទាំងអស់ មកនិយាយចូលចិត្តទេ ចា ឆ្កែឆ្មាអីអូមិនចូលចិត្តសោះហើយតាំងពីក្មេង ខ្ញុំជួយចិត្តច្រើនចង់សួរម៉ាក់យាយមួយទៀតថាចុះមុនពេល7ពោតម៉ាក់យាយធ្វើគ្រូបរិញ្ញាឬក៏ធ្វើអីគេ មុនពពត ចាម៉ាក់យាយធ្វើការ អត់មានធ្វើអីទេនៅមកនៅពេញឯងកងធ្វើការនោះមកយាយនៅស្រួលមើលតកូន ចា ធម្មតា អូខេស្ត្រីមួយផ្ទះអត់តន់ធ្វើការទេមុន7ពោត ទេ ហើយចុះពេលហ្នឹងមុនពេល7ពោតហ្នឹងមិនដែរជីវភាពប្រទេសខ្មែរហ្នឹងមិនដែរ ទេខ្មែរយើង ចា ទេខ្មែរថាមិនក្រមិនមានប៉ុន្តែធម្មតា ធម្មតា ហើយអត់សូវមនុស្សច្រើនដូចយើងឥឡូវទេកាលនោះមកយាយនៅពួយតងនៃការហើយនោះមានកូន3នាក់ណា ចា មកយាយជិះម៉ូតូពីនឹងទៅពេញជិះម្នាក់ឯងស្រួលអត់ចេះខ្លាចអីទេ ម៉ាក់យាយជិះម៉ូតូ ជិះម៉ូតូធម្មតាពីដើម ចាជិះម៉ូតូអីគេ ម៉ូតូពីដើមគេលក់នោះអាទូចនោះស្រួលជិះម៉ូតូនោះ ចាហើយអ្វីទៅដែលធ្វើឲ្យម៉ាក់យាយជាមនុស្សរឹងមាំជាពិសេសក្នុងពេល7ពោត អានឹងជំនាន់ពលពតយើងធ្វើការចា ចា យើងទៅកោះគល់ឈើយើងស្ទូងយើងដកយើងធ្វើមកចប់អត់ដឹងថាបាក់ឆ្អឹងបាក់ឆ្អែងអីទាំងអស់យើងធ្វើកុំឲ្យគេដឹងថាយើងអ្នកមានអ្នកក្រអីខ្លប់នឹងពេញអញ្ចឹងណា ចា យើងចិត្តគេដូចយើងអ្នកស្ហែធម្មតាអញ្ចឹងតែនេះជំនាន់ពលគេស្រឡាញ់យើងគេរាប់អានយើងគេអត់ធ្វើអីយើងទេ ចាចា ក្រៅពីនឹងវាទៅសម្លាប់អស់នៅទៅ6គ្រួសារទេ ចា ហើយកងនោះក៏អត់ប្រាប់គេថាធ្វើទេតែមិនដែរ ចាលាក់លាក់ ថាកម្មករហើយមកយាយប្រាប់គេថាខ្ញុំអ្នកលក់បន្លែនៅផ្សារទេថាអញ្ចឹងណា ចា គេប្រើយើងតាមចិត្តអញ្ចឹងណា ចាចាចា យើងតែទេគេអត់ប្រកាន់ទេគេដឹងថាខ្ញុំមិនជឿទេណាបើថាលក់បន្លែអីអញ្ចឹងស្អាតយ៉ាងនេះគេថាអញ្ចឹង គេតេស្តមើល កាលនោះយើងអាយុជាង20នោះ ចា ចេញពីក្នុងម៉ោងនោះគេមិនជឿទេស្អាតអញ្ចឹងនឹងឲ្យថាទៅធ្វើ
អ្នកលក់បន្លែលក់អីទេសុំតែអ្នកធ្វើការគេថាចឹង ចា ពួកពលពត ខូច តែមកនិយាយថាអីទេប្រាប់តែប្តីអ្នកធ្វើការអីនេះប្រាប់ដែរ ចា យើងតែអ្នកធម្មតាអីចឹង ចាហើយចឹងបបែពេលហ្នឹងបបាក់ម៉ាក់យាយពោះធំហ៎ ពោះធំចិត្តយើងគេចិត្តជំនះបានហើយពោះធំកើតបាន3ខែហើយបានគេនេះអពតចេញអស់ ចាបបាក់មិនខ្លះពេលពោះចឹង អូបានធ្វើការធ្ងន់ណាស់ ទៅដល់ធំ ចោលកូននៅនឹងផ្ទះមកយាយទៅស្ទូងទៅដកទៅឈុតទៅអីទៅចការអញ្ចឹងណាល្ងាចបានឡប់មកវិញកូនកាលនោះនៅទូទូឲ្យហាមកូនទៀតកុំអោយនិយាយប្រាប់គេថាពុកធ្វើអីស្អីហាមកូនអញ្ចឹងណា ចា មិនអោយនិយាយអីទាំងអស់ ចាហូបចុកអីមិនដែរ ហូបចុកអត់កើតទេថ្ងៃមានអីទេបើយើងចេះតែហូបតា ហូបទៅរស់ហ្នឹង ក្តាមខ្យងកូនត្រីទូអីចឹង ចា អត់មានឆ្ងាញ់គេអីទេបើយើងចេះថមទៅយើងធ្វើការទៅណាគេហៅយើងទៅធ្វើការណាគេហៅយើងទៅតាមគេរហូតយើងកុំប្រឆាំងកុំសំដីអាក្រក់ជាមួយគេអី ចា យើងធ្វើធម្មតាគេស្រឡាញ់យើងមិនទេ ចា ពេលតែគេស្រឡាញ់យើងថាយើងដូចគឺអ្នកស្រែអញ្ចឹងណាហើយធ្វើអញ្ចឹងណា ចា ហេតុទេ ចាហើយចុះម៉ាក់យាយរៀនបានអីគេខ្លះមេរៀនជីវិតអីគេខ្លះពីពេលហ្នឹងមក ពេលនោះមក ចា និយាយទៅអីយើងចេះតែគឺយើងនឹងពេញអត់ចេះធ្វើអីទេណា ចា ដល់ទៅនរណាពោតយើងចេះកាប់គល់ឈើចេះដកចេះស្ទូងចេះដាំដលងចេះស្ដានដងចេះដងទឹកដងប្រើស្អីទាំងអស់ ចាធ្វើការ ចេះធ្វើការធ្វើដូចអ្នកស្រែអញ្ចឹងណា ចា កុំឲ្យគេសួរថាធ្វើនេះធ្វើនោះយើងថាមិនចេះទេយើងកុំឆ្លើយថាអញ្ចឹងយើងចេះធ្វើទៅ ចាទោះអត់ចេះក៏ដោយពីដំបូង អត់ចេះពីដំបូង ចា យូរទៅយើងនៅជាមួយគេយើងមើលគេយើងចេះ ចា ចេះដូចពួកអ្នកស្រុកហ្នឹងណា ចា អ្នកស្រុកខាងកំពង់ធំហ្នឹង អញ្ចឹងម៉ាក់យាយនៅកំពង់ធំ អ្នកស្រុកកំពង់ធំ អូខេ កាចណាស់ កាច់ អូយឆ្នាំហ្នឹងកាចណាស់លុបឡើងអញ្ចឹងគេមកខំផ្ទះយើងណា គេមកលើកស្ដាប់ លុបស្ដាប់យើងណាប៉ិនយើងទេធ្វើធម្មតាយើងនិយាយដូចគេចុះឯងទេយើងដឹងហើយយើងនិយាយរបៀបអ្នកខ្សែអ្នកឆ្កាអញ្ចឹងណា ចា យើងអត់មាននិយាយពីរឿងយើងនៅនមិនម៉ាយអត់និយាយទេ ចាហើយចុះបន្ទាប់ពីពតហើយម៉ាក់យាយចាប់ផ្ដើមមិនទៅបាត់ដៃទៅទេមិនខ្លះ មានស្អីយើងមានស្អីយើងយកមាសទុកលាក់ ទុកដាក់នៅណា យើងដាក់ក្នុងសមុកមន់ណា តាំងពីមុនពតមកហើយមករកវិញឃើញ តែជំនាន់ពតណាយើងដាក់ក្នុងបុកមន់ដល់ពេលយើងជំលះគេជាងយើងឲ្យទៅធ្វើការឆ្ងាយអញ្ចឹងយើងដាក់នឹងខំថ្មនេះមានដើមឈើមួយដើមសិតតែថ្មយើងដាក់ខំដល់ ហើយមានអបតនាមកវិញរកឃើញដែរ តែមិនឃើញយើងនៅក្នុង ចា មានពីណាទៅរើមើលតែ អញ្ចឹងបានមាសហ្នឹងធ្វើដើមទុន នឹងមកវិញវាមកវត្តវិញកងអ្នកទៅទិញគោទិញអីចឹងណាទិញគោទិញអាតេះទិញអីបចឹង ចាហើយបន្ទាប់មកយកកតេះគោហ្នឹងយកធ្វើអីគេ យើងបទៅស្រែទៅអីនោះ ធ្វើសារទៅចការហើយចុះធ្វើម៉េចបានម៉ាក់យាយនឹងកងចាប់ផ្ដើមបរៀន កាលនោះគេមិនរើគ្រូ ចា យើងទៅបានប្រហែលខែហ្នឹងគេដើរគ្រូគេសួរយើងរៀនដល់ណាគេយកយើងមកធ្វើគ្រូភ្លាមក៏មករៀនគេចេះ ចា 3ខែក៏ឲ្យពរៀនទាំងអស់គ្នាអញ្ចឹងណា ចាអូតាមពិតទិញមាសល្អណាស់ម៉ាក់យាយអញ្ចឹងម៉ាក់យាយចូលចិត្តទិញមាសឲ្យចៅ នោះណានេះចៅគ្រប់គ្នាស្មើដេញម៉ាក់យាយចែកគេអកអស់ហើយមាសម៉ាក់យាយនៅមកតលឹងទេចែកឲ្យអស់ហើយទាំង6នាក់ណា ចា អាខ្លះ3ជាខ្លះ2ជាខ្លះ1ជាអីចឹងទៅណា ចា ឲ្យគ្រប់គ្នាណា ម៉ាក់យាយស្រឡាញ់ខ្ញុំអត់ ម៉ាក់យាយស្រឡាញ់តាំងពីទឹកនៅទឹកកើតម៉ាក់យាយទៅដេកជាមួយនោះ អញ្ចឹងហ៎ អើ អញ្ចឹង ថ្ងៃកើតនៅចិត្តពេទ្យនោះ មិនខ្ញុំអត់ដឹងអត់ចាំផង អូកាលងាលនេះឯងកើតមើលផ្ទះម៉ាក់យាយផ្ទះខ្ពស់ ចា នេះឯងកើតនៅទៀមដែលម៉ាក់យាយម៉ាក់លក់នេះណា អញ្ចឹងហ៎ អើម៉ាក់យាយទៅមើលយាយទៅនោះទៅព្រលឹមឡើងទៅជួបមើលចឹងណាដល់ទៅនៅផ្ទះខ្នល់កន្លែងមន្ទីរពេទ្យនោះ
ឲ្យគេធ្វើផ្ទះឲ្យមកយាយទៅដេកនៅក្នុងទៅមើលដល់អាផុសនឹងកើតមកយាយទៅមើលទៀតចាអានោះយំពេកអីចឹងណាចាដល់ពេលខ្ញុំកើតមកមិនបានគេហៅខ្ញុំថាសលៃមានមកយាយទេមកយាយហៅសលៃតែខ្ញុំភូមិហៅសលៃដែរគេដឹងថាសជាងគេសជាងគេសដូចសលៃសដូចសលៃពីដំបូងខ្ញុំសួរម៉ាក់យ៉ាអូខឹងម៉ាក់ខ្ញុំថាម៉ាក់ឯងមិនបានយកសលៃជូតខ្ញុំដល់ថ្នាក់គេហៅខ្ញុំសលៃគ្រប់គ្នាអញ្ចឹងណាមិនគេហៅខ្ញុំសលៃខ្ញុំខឹងណាបើម៉ាក់ថានេះឯងសពេកគេហៅសលៃអូតែកន្លែងណាក៏ដែរតែកន្លែងណាគេថើបគេអីទាំងអស់អត់ទៅទូចហើយចុះឈ្មោះខ្ញុំឈ្មោះម៉ាក់យាយអ្នកដាក់ឲ្យហ្នឹងហើយប៉ាដល់គេអ្នកដាក់ហើយចុះជាបកែចុះឈ្មោះខ្ញុំមានន័យថាម៉េចមានន័យថាល្អទាំងអស់ល្អទាំងអស់សុហ្នឹងល្អចុះវត្តតីសុល្អវត្តតីហ្នឹងពីដើមគេថាដូចប្រទេសទេទៅប្តីសេរីវតីអីចឹងណាសិតតែល្អទាំងអស់តែចឹងបានខ្ញុំល្អហើយស្អាតចុះម៉ាក់យាយមានពេលណាមួយខឹងខ្ញុំខ្លាំងជាងគេអត់មិនដែរផងអត់ដែរទេដែរខឹងខ្ញុំក្បាលរឹងចឹងអីវាចេះខឹងមិនទេអត់ខឹងទេបើខឹងមិនមិនម៉ាក់យាយហៅទៅនៅរៀនជាមួយគ្នាភូមិវត្តហ្នឹងហើយជាមួយពួកមិនខ្មៅវាអីនោះហ្នឹងហើយមួយកញ្ញាអីហ្នឹងគាត់នៅ3នាក់អត់មិនចារៀនជាមួយគ្នាណាបើម៉ាក់យាយខឹងស្មានឲ្យទៅនៅជាមួយម៉ាក់យាយទៅពីណាទៅមានចៅគឺម៉ាក់យាយស្រឡាញ់ចឹងគេថាស្រឡាញ់ចៅជាងកូនដល់ពេលមានចៅមកណាអញ្ចឹងចាអញ្ចឹងម៉ាក់យាយស្រឡាញ់ខ្ញុំជាងឬក៏ម៉ាក់ជាងកាលពីមុនយើងស្រឡាញ់ម៉ាក់ដល់ពេលម៉ាក់ការទៅក៏នៅតែស្រឡាញ់ដល់ពេលម៉ាក់មានកូនរៀងបន្ថយបន្តិចគេថាស្រឡាញ់កូនមកទៅស្រឡាញ់ចៅមកថៅហ្នឹងពិតមែនអឺពិតមែនណាថាឲ្យតែចៅស្អាតមិនស្អាតក៏ម៉ាក់យាយស្រឡាញ់ទាំងអស់ចាគាត់តែចៅហើយជួយមើលជួយចៅអីចឹងណាកញ្ញាក៏ទៅនៅជាមួយអាថ្នោតក៏ទៅនៅជាមួយ3នាក់ខ្មៅក៏នៅជាមួយលឺអត់ទេអាភ្លឺនៅមួយម៉ាយវាទេចាចៅទៅនៅជាមួយទាំងអស់សិតតែចៅចាឥឡូវមានអីផ្ដែផ្ដាំចុងក្រោយគេទៅកាន់ផ្សេងទៀតដែលមិនមែនជាកូនជាចៅម៉ាក់យាយតែម៉ាក់យាយចង់ផ្ដែផ្ដាំដែលជាសារអប់រំមួយសម្រាប់ទិវាសិទ្ធិនារីម៉ាក់យាយផ្ដែផ្ដាំគេថាយើងជាស្រីកើតមកជាមនុស្សស្រីគឺធ្វើមិនឲ្យល្អសុភាពរៀបសារយើងទោះបីថារុំទុំមិនរុំទុំរាក់តែក៏ដោយដឹងថាស្រីខ្មែរយើងគឺល្អរហូតដឹងថាស្លូតបូតសុភាពរៀបសារទៅគឺល្អទាំងអស់ខ្ញុំអត់សុភាពហ្នឹងអត់ទេមិនសុភាពក៏យើងជាស្រីដែរយើងជាស្ត្រីល្អរបស់ខ្មែរអញ្ចឹងណាចាអូខេគឺអញ្ចឹងហ្នឹងនេះម៉ាក់យាយរបស់ខ្ញុំអ៊ុចឆេងនៀតណាអ៊ុចឆេងនៀតម៉ាក់យាយខ្ញុំហៅវាចានហៅម៉ាក់យាយហើយជួបសំណាក់ថ្ងៃហ្នឹងដើម្បីទិវាសិទ្ធិនារីហើយសម្រាប់ខ្ញុំស្រឡាញ់ម៉ាក់យាយជាងគេស្រឡាញ់តាំងពីក្មេងមកហើយខ្ញុំគិតថាខ្ញុំរៀនពីម៉ាក់យាយបានច្រើនគាត់ថាម៉ាក់យាយគួរឲ្យស្នើចសើមនុស្សស្រីរឹងមាំតែធ្វើឲ្យខ្ញុំរឹងមាំហ្នឹងហើយខ្ញុំចូលចិត្តពេលម៉ាក់យាយតែសារថាឆ្លាតស្អាតប៉ាកែចឹងចូលចិត្តចឹងម៉ាក់យាយមិនចេះបង្អាប់ពីណាទេឲ្យតែចៅរបស់យាយចៅប្រុសចៅស្រីក៏ដោយគេនិយាយថាណោះកូននោះមិនអត់ទេចៅខ្ញុំទៅប៉ុណ្ណឹងម៉ាក់យាយដោះស្រាយជាមួយគេចឹងណាអត់ឲ្យគេនិយាយថាយើងទៅបង្អាប់ថែមទេចាព្រោះចៅយើងបង្កើតអញ្ចឹងណាយ៉ាអូយអញ្ចឹងបើរំខានម៉ាក់យាយតែប៉ុណ្ណឹងថ្ងៃហ្នឹងមកសុំសុភាម៉ាក់យាយទុកជាឯកសារមួយថ្ងៃក្រោយទុកមើលទុកស្ដាប់ទុកឲ្យចៅផ្សេងទៀតគាត់មើលដឹងថាម៉ាក់យាយជាមនុស្សម៉េចគិតម៉េចស្វែងចៅបែបណាចាហើយយើងយប់អាត្រៀតហើយតែពិតឥឡូវនឹងថតវីដេអូនឹងទាំងយប់បខំម៉ាក់យាយដែរម៉ាក់យាយចិត្តសម្រាប់ដែរតែថតឲ្យហើយព្រោះងាយបានជួបព្រោះម៉ាក់យាយនៅខេត្តខ្ញុំនៅពេញចាអរគុណច្រើនពីថ្ងៃនេះទៅចាប់ឲ្យធ្វើម៉ែយាយទៅឲ្យចៅទៅសុភាពរៀបសារស្អាតថែសុខភាពល្អណាអាយុវែងសាធុបាយបាយបាយ